ហាសង្ក្រាន្តឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ចុលសករាជ1387សុភមស្តុវរមង្គលាជយាតិរេព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សប្បស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលមកដល់នៅក្នុងថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីពេលនោះព្រះអាទិត្យចេញពីមីនៈឫស្សីទៅស្ថិតនៅឯមេសៈឫស្សីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាទ្រង់ព្រះនាមកោរកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលំអនៅព្រះការដោយសៀបផ្កាអង្គាបោសអភរណៈកែវមន្តាភក្សាហាទ្រង់ទេលំប្រេងប្រហោះស្ដាំទ្រង់ព្រះខ័នប្រហោះឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងស្ដេចភ្ជាក់ស្ដេចខ្លាជាយានពីហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មលីនាទីភ្នំកេលេសខេត្តហេមពៀនដែលជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់ទុកលើពៀនមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចោះចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គុកសពរាជទាំង7ត្រជាក់ក្សេងខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលអជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេងខ្សានតរៀងទៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺជាថ្ងៃចូលឆ្នាំវរមហាសង្ក្រាន្តថ្ងៃអង្គារ3រោចខែចែកត្រូវនៅថ្ងៃទី15ខែមេសាគ្រិស្តសករាជ2025ជាថ្ងៃវរវណ្ណបតថ្ងៃពុធ4រោចខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 8:20 នាទីនិង36វិនាទីជាថ្ងៃវរៈលង្ស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំម្សាញ់សប្បស័កមហាសករាជ1947ចុលសករាជ1387តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់អាក្រក់អន្តេរដ្ឋីជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឆ្លៀននេះដែលកើតមាននៅក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសុំទានតាមបែបប្រពៃណីរក្សាសីល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យសពសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរំដាប់ទទួលទេវតាតាមទំនៀមបុរាណរៀងរហូតមកត្រូវរៀបរៀងទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបក្រាលសម្ពត់ពណ៌សហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់1គូបាយសី7ថ្នាក់1គូបាយសី5ថ្នាក់1គូបាយសី3ថ្នាក់1គូបាយសីបច្ឆា1គូស្លាធម៌1គូទឹកអប់1គូទៀន5ធូប5លេខ5ផ្កា5ដាក់លើជើងពៀន1គូចេកនួនចេកណាំវ៉ាដាក់លើជើងពៀន1គូផ្លែឈើ11មុខរៀបដាក់លើជើងពៀន11គូដូងឡាវ1គូទឹកស្អាត2កែវស្រេចហើយទៅវេលាដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមើលទៅទាំងពួងតម្កល់ចិត្តរំពឹងគិត
គិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកលុះចាប់ពិធីទទួលទេវតាចំពោះបាយសី9ថ្នាក់7ថ្នាក់តាមទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមានិងមានអនុវត្តនៅព្រះបរមរាជវាំងតែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម5ថ្នាក់ចុះមកគឺរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀន5ធូប5ស្លាធម៌កូនចេក1គូក៏ល្មមសមគួរដែរចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបាន3មុខឬ5មុខក៏ជាការល្អប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួននៅគ្រប់ដង្វាយទាំងអស់ត្រូវរៀបដាក់ផ្កាម្លិភួងនៅលើគ្រប់ដង្វាយនៅលើជើងពាននិងលើបាយសីហើយត្រូវដុតទៀនបំភ្លឺ